បាទជំរាបសួរពុកម៉ែពូមីងបងប្អូនបាទចឹងនេះជារបាំអប្សរាយើងដែលគាត់បាទសម្ដែងនៅភ្នំគូលែនបាទចឹងរបាំអប្សរាយើងតាំងពីដើមបាទមកគឺមានបាទអប្សរាដ៏ស្រស់ស្អាតនេះជាកន្លែងភ្នំគូលែនមើលទៅបាទទេសភាពស្រស់ស្អាតខ្លាំងណាស់បាទពុកម៉ែពូមីងបងប្អូនបាទអញ្ចឹងវប្បធម៌ខ្មែរយើងបាទតាំងពីបរមបុរាណមកបាទគឺតែងតែមានរបាំអប្សរាបាទមិនថានៅព្រំរាជវាំងបាទប្រាសាទតាមាន់ធំបាទតាមាន់តូចបាទហើយនឹងនៅប្រាសាទសៀមរាបទេបាទគឺតែងតែមានបាទនារីដែលស្រស់ស្អាតបាទស្លៀកសម្លៀកបំពាក់បាទរាំរបាំអប្សរាបរមបុរាណយើងមើលទៅបាទស្រស់ស្អាតណាស់បាទអញ្ចឹងវប្បធម៌ខ្មែរយើងបាទគឺសម្លៀកបំពាក់បរមបុរាណគឺស្អាតមែនទែនពុកម៉ែពុកមីងបងប្អូនបាទអញ្ចឹងខ្ញុំចង់ឲ្យបាទក្មេងបាទចំនួនក្រោយដូចជាបាទបងប្រុសបងស្រីក្មួយប្រុសក្មួយស្រីបាទទស្សនាបាទនៅអប្សរាដ៏ស្រស់ស្អាតរបស់យើងបាទនៅមានបាទរាំនៅមុខប្រាសាទតាមាន់ធំតាមាន់តូចហើយនឹងបាទអង្គរធំអង្គរតូចហើយនឹងមានបាទនៅភ្នំគូលែនបាទគឺមានគ្រប់កន្លែងតែម្ដងបាទបរមរាជវាំងក៏មានបាទអញ្ចឹងរបាំអប្សរាខ្មែរយើងបាទជារបាំដែលប្រពៃណីខ្មែរយើងកសាងតាំងពីដូនតាមកបាទអញ្ចឹងបាទបរទេសប្រទេសគេបាទគាត់ចូលចិត្តនៅរបាំអប្សរាមើលទៅបាទទុនធ្លុនល្វត់ល្វន់បាទគួរឲ្យចាប់ចិត្តបាទទស្សនាគយគុណបាទហើយឥឡូវតមកដល់ព្រះនាងបាទតូចនៅរដំចេនណាយើងបាទអញ្ចឹងគាត់តបាទតំណែងមកហើយមិនមែនតែព្រះនាងទេបាទអ្នកបាទបង្កើតរបាំអប្សរាមានជាច្រើនបាទជាហូរហែបាទតពីមួយចំនួនទៅមួយចំនួនមើលទៅស្រស់ស្អាតមានប្រជាប្រិយបាទដៃទុនល្វត់ល្វន់បាទទាំងដងខ្លួនចង្កេះបាទដៃជើងបាទមើលទៅគួរឲ្យគយគន់ទស្សនាគួរឲ្យចាប់ចិត្តហើយនេះភាសាតាមាន់បាទអញ្ចឹងមានគ្រប់ទិសទីកន្លែងតែម្ដងពុកម៉ែពុកមីងបងប្អូនបាទអញ្ចឹងវប្បធម៌ខ្មែរយើងគឺស្រស់ស្អាតចឹងបានប្រទេសគេបាទចង់បានហើយបាទចង់លោភលន់យកដីខ្មែរយើងដើម្បីធ្វើជាវប្បធម៌របស់គេបាទអញ្ចឹងមើលទៅស្រស់ស្អាតណាស់បាទអញ្ចឹងប្រទេសគេបាទมันអាចស្មើដូចប្រទេសខ្មែរទេបាទតាមាន់ធំតាមាន់តូចប្រាសាទអង្គរបាទអង្គរធំអង្គរតូចហើយនឹងបាទប្រាសាទតាកបីបាទមានទាំងអស់បាទអញ្ចឹងវីដេអូបងប្អូនគឺមានតែប៉ុណ្ណេះបាទបើខុសឆ្គងបាទពាក្យសម្ដីត្រង់ណាសូមមេត្តាអភ័យទោសបាទជូនមកពុកម៉ែពុកមីងបងប្អូនទស្សនាជួបគ្នាវីដេអូក្រោយ